Sara Cafe នៅឯក្រុងពោធិ៍សាត់បងប្អូនយប់មិញនេះខ្ញុំមិនបានចេញវីដេអូទេ Manchester United ធ្វើបានល្អមែនទែនលេងល្អបើមិនទៅសើគឺមិនបានយប់មិញនេះគឺឈ្នះ 3-1 ទៅលើ Aston Villa ជារឿងដែលមិនធម្មតាទេ Aston Villa គឺជាគីឡូស្វិតខ្ញុំសូមសរសើរ Manchester United អាមរីមដឹកនាំមិនជាថ្នាក់នឹងទេក៏ប៉ុន្តែ Michael Carrick ធ្វើបានល្អ 9 ប្រកួតចាញ់1ស្មើ1ឈ្នះដល់ទៅ7នេះជាកំណត់ត្រាដែលមិនអាចថាមិនប្រសើរមិនបាននោះទេអញ្ចឹងការពុតមិញនេះសុទ្ធ16ជើងទៅលើក្រុម Aston Villa ឲ្យ Aston Villa សុទ្ធបាន8ទេក៏ប៉ុន្តែចង់ធ្វើឡើងទៅ2ទេអញ្ចឹងអញនិយាយថាប្រព័ន្ធការពារមាំទាំល្អបងប្អូនជំរាបឱកាសនៅក្នុងហាងកាហ្វេព្រោះថាមកខេត្តមកឆ្ងាយអញ្ចឹងក៏មានមួយคลิปនឹងដើម្បីឲ្យបងប្អូនយើងបានទស្សនាផងដែរអញ្ចឹងប្រកួតបន្តខ្ញុំថា Man U នឹងឈ្នះបន្តទៀតក៏ប៉ុន្តែមិនច្រើនគ្រាប់តែការលេងការប្រយុទ្ធនេះគឺមកចត់ល្អច្បាស់លាស់អត់ញ៉ៃទេទំនងលេងគឺតាក់នៃល្អពេញចិត្តមកសម្រាប់ទំនងលេងមួយនេះសង្ឃឹមថាបងប្អូន fan របស់ Manchester United រីករាយជាមួយនឹងទំនងនេះខ្ញុំក៏រីករាយដូចគ្នាដែរ